អត់ទស្សនិកជនជាទីមេត្រីឥឡូវយើងទៅទស្សនានៅរូបភាព highlight ទាំងស្រុងសម្រាប់ការប្រកួតកម្ពុជាឈ្នះ 2-0 ទៅលើក្រុមទីម៉ូបាទទស្សនារូបភាពទាំងស្រុងបាទ highlight ទាំងស្រុងបាទសម្រាប់ការប្រកួតបាទលក្ខណៈមិត្តភាពអន្តរជាតិរវាងក្រុមទាំងពីរបាទគឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិងក្រុមទីម៉ូឡេស្តេបាទដែលការប្រកួតចាប់ផ្ដើមនៅវេលាម៉ោងដែល BTV បាទធ្វើការផ្សាយផ្ទាល់ការប្រកួតបាទតាំងពីវេលាម៉ោង 6 ល្ងាចម្លេះដែលការប្រកួតចាប់ផ្ដើមធ្វើការប្រកួតផ្លូវការតែម្ដងគឺវេលាម៉ោង 7 បាទដំបូងបាទនេះហើយបាទជាការខិតភ្លេងជាតិបាទ highlight បាទការប្រកួតថ្ងៃនេះគឺថា full time highlight តែម្ដងបាទរំលឹកសារឡើងវិញពីរូបភាពបាទសប្បាយរីករាយនិងមោទនភាពមែនតើបាទមើលខាងក្រោយបាទគឺថាភ្លើងហ្វាគឺថាបាទនេះហើយបាទគឺថាស្រស់ពីភាពស្រស់គ្នាសាមគ្គីគ្នារបស់អ្នកគ្រប់គ្រងកម្ពុជាខ្សែប្រយុទ្ធចាប់ដើមពីដំបូងនេះគឺកែវសុភេងហើយនិងកីឡាករខួនឡាបូរវីបាទថ្ងៃនេះខួនឡាបូរវីបាទលេងបានចិត្តពេញតង់ដែរបាទសរសើរភូសាសនាបាទភូសាសនាគឺជាអ្នកបើកសំណាងឲ្យក្រុមជម្រើសជាតិកម្ពុជានៅក្នុងថ្ងៃនេះបាទគឺថាការសុទ្ធបញ្ចូលទីតាំងពីនាទីទី10ម្លេះបាទគឺថាសុទ្ធមួយជើងនេះគឺមិនមែនសុទ្ធព្រាវទេមុននឹងសុទ្ធគឺមើលច្បាស់លាស់ថាសុទ្ធនឹងថាតម្រង់ទៅកន្លែងហ្នឹងអ្នកចាំទីប្រកាសទៅចាប់អត់បានចំមាច់ផកគេមែនបាទអ្នកចាំទីចាប់អត់បានទេបាទជាពិសេសកម្លាំងជើងនឹងក៏ខ្លាំងទៀតធ្វើឲ្យអ្នកគ្រប់គ្រងនេះវិញគឺសប្បាយរីករាយមែនទែនបាទភួងសុខសនាអោបគ្នាជាមួយច័ន្ទវឌ្ឍនាការបាទហើយក៏កន្លែងនេះគឺជាការសម្រុករបស់ក្រុមទីម៉ូដែរប៊ីសនឹងផ្លាត់ស្នៀទៅហើយពីកីឡាករបាទអ៊ុំសេរីរតបាទលេខ8នេះគាត់សុទ្ធច្រើនដែរបាទសុទ្ធច្រើនទាំងសុទ្ធពីចម្ងាយក៏ដូចជាសុទ្ធបា free kick ក៏ប៉ុន្តែគឺថាថ្ងៃនេះទៅមិនរួចជាមួយនឹងអ៊ុំសេរីរតទេបាទកន្លែងនេះគឺជាឱកាសបាទគួរតែបានក្របទី2ទៅហើយនៅក្នុងវគ្គទី1ក៏ប៉ុន្តែបាទមួយជើងរបស់សុកសវណ្ណទៅរិបផ្លិចជាមួយនឹងខ្សែការពារឲ្យអត់ចំទីបាទបើចំទីអ្នកចាំទីពិបាកចាប់ហើយបាទគឺអាចមានក្របទី2ជាមិនខានទេបាទកន្លែងនេះបាទសុកសវណ្ណកាប់មួយជើងស្ដាំនេះទៅបាទគឺឱកាសរបស់ក្រុមកម្ពុជាមុននឹងចប់វគ្គទី1ដោយសុកសវណ្ណឈានដល់ការប្រកួតនៅក្នុងវគ្គទី2អ្វីដែលយើងនឹកស្មានមិនដល់សម្រាប់ក្រុមកីឡាកររបស់ក្រុមកម្ពុជាគឺអាចនឹងរកគ្រាប់ទី2នៅក្នុងការប្រកួតបានយ៉ាងអស្ចារ្យបំផុតនៅក្នុងនាទីទី47ទើបតែប្រូចូលវឌ្ឍនាការគឺការសុទ្ធបាល់ free kick ទៅហើយសល់បាល់បន្តិចឲ្យកីឡាករខុនឡាបូរវីដែលជាមិត្តរួមក្រុមនៅក្នុងក្រុមចំការកៅស៊ូបង្កេតបាទតែបាទគឺថាបំផៅសំណាញ់ទីយកគ្រាប់ទី2នៅក្នុងការប្រកួតគឺទស្សនាកន្លែងនេះម្ដងឡើងហើយម្ដងទៀតគឺនេះការតែបាទគឺល្អមែនតើបាទគឺថាឈមុតយកតែម្ដងបាទគឺចំហត្រង់នេះខ្សែការពារពិបាកនឹងទប់ស្កាត់មែនតើដោយសារតែនៅចំពាក់កណ្ដាលដងខ្លួនបាទគឺធ្វើចលនាក៏ពិបាកដែរបាទគឺធ្វើឲ្យទស្សនិកជនជាង 50000 នាក់នៅពហុកីឡដ្ឋានជាបន្តនិងបងប្អូនរាប់លាននាក់នៅគេអដ្ឋាននៅកំពង់ទស្សនានោះគឺសប្បាយចិត្តមែនតើរកអ្វីថ្លៃពុំបានទេបាទហើយក៏មានឱកាសផងដែរសម្រាប់ក្រុមទីម៉ូឡេស្តេប៉ុន្តែมันមានសំណាងតតែសោះជឿនបាទកន្លែងនេះគឺទាញអាស្ដាំសុតអាឆ្វេងប៉ុន្តែវាខុសគោលដៅបន្តិចបាទគឺសំណាងមែនតើបាទកំបីនេះគឺមានក្របសិទ្ធិបញ្ចូលទីក្របទី3ក្នុងការប្រកួតទៅហើយដោយឈឿនហើយក៏សូមសរសើរដែរដោយបង្ហាញបច្ចេកទេសលេងការប្រកួតថ្ងៃនេះគឺល្អមែនតើបាទពីឈឿនឱកាសឈឿនបញ្ជូនឲ្យទៅប្រាក់មនីដំកន្លែងនេះគួរតែមានឱកាសក្របទី3នៃការប្រកួតប្រាក់មនីដំសម្រាប់ចុងក្រោយដោយសុទ្ធកាច់ចង្កេះដាច់អ្នកចាំទីទៅហើយប៉ុន្តែបានវិរុទ្ធខុសគោលដៅបាទកន្លែងនេះកាប់មួយជើងគឺដាច់ចង្កេះតែម្ដងបាទគឺបាទប៉ុន្តែខុសគោលដៅឆ្ងាយបន្តិចបាទគឺសឹងតែមានក្របបញ្ចូលទីកន្លែងនេះហើយដែលអ៊ុំសេរីរតជួយបាន3សារមួយផ្លែតពីការសុទ្ធបាល់ free kick ហើយក៏មានឱកាសនឹងបាល់ជ្រុងហើយនៅតែអាចជួយបានទៀតគឺសូមសរសើរបាទគឺអ៊ុំសេរីរតរបស់ក្រុមក្រសួងការពារជាតិដែលបច្ចុប្បន្នកំពុងតែឈរលេខ1នៅក្នុងលីកកម្ពុជារបស់កម្ពុជាយើងបាទពីការសុទ្ធបាទគឺមួយទំហឹងបាទគឺកន្លែងនេះបើសិនជាមិនមានដៃដ៏ល្អរបស់កីឡាករអ៊ុំសេរីរតទេនឹងមានគ្រាប់របស់ក្រុមទី1ប្រាក់មនី10ជាថ្មីម្ដងទៀតជើងឆ្វេងរបស់គេបាទប៉ះជាមួយអ្នកចាំទីបាទគឺម៉ាសាន់ឆេសគឺជួយបានទៀតបាទគឺពីសារបាទប្រាក់មនី10បញ្ចប់ការប្រកួតផ្លូវការគឺក្រុមជម្រើសជាតិរបស់កម្ពុជាគឺឈ្នះលទ្ធផល2-0បាទប្រិមត្តទេសជនបាទនេះគឺជាស្ថិតិការប្រកួតបាទគឺសុទ្ធចំគោលដៅ4បាទគឺឲ្យក្រុមទីម៉ូ6លើកសុទ្ធខុសគោលដៅ6លើកសម្រាប់កម្ពុជាទីម៉ូ2បាទជ្រុង2-3កំហុស11-9អសឺអត់មានទេបាទការប្រកួតថ្ងៃនេះភ្លេចគិតរឿងអសឺអត់មានឈឹងបាទហើយការគ្រប់គ្រងបាល់គឺកម្ពុជា53ហើយនឹងក្រុមទីម៉ូ47ការលឿងគឺក្រុមទីម៉ូ3ក្រុមកម្ពុជា1បញ្ចប់ការប្រកួតជាផ្លូវការក្រុមកម្ពុជាយកឈ្នះទីម៉ូឡេស្តេ2-0
បាទទស្សនិកជនជាទីមេត្រីក៏សូមអរគុណដល់ដៃគូសហការការផ្សាយផ្ទាល់ពិសេសថ្ងៃនេះផងដែរសូមអរគុណដល់ Formula Motor Gatsby អរគុណដល់ភេទជ្ជៈបើកម្លាំង Zeus ជាមួយនឹង Pocari Sweat ភេទជ្ជៈ Eon ល្អជាងគេបំផុតនៅក្នុងប្រទេសជប៉ុនហើយក៏សូមអរគុណដល់ហាងកីឡាដែលបានឧបត្ថម្ភឲ្យខ្ញុំបាទទាំងពីរនាក់ដែលជាអ្នកអធិប្បាយគឺសូមអរគុណដល់ V Sport ST ផងដែរសំខាន់តែជាស្រ័យរកកំហុសខុសឆ្គងក្នុងការអធិប្បាយណាមួយរបស់ខ្ញុំបាទទាំងពីរនាក់ក៏ដូចជាក្រុមការងារផ្សាយផ្ទាល់របស់ក្រុមទូរទស្សន៍ព័ត៌មាន BTV ឱកាសក្រោយជួបគ្នាបន្តទៀតសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនានានិងការប្រកួតជាផ្លូវការរបស់ក្រុមកម្ពុជាពិសេសនៅថ្ងៃទី7ខែមិថុនាខាងមុខក្រុមកម្ពុជាទទួលស្វាគមន៍ក្រុម Chinese Taipei ជើងទី2អរគុណទស្សនិកជនគណៈពេលនេះខ្ញុំបានក្រុមការងារសូមអរគុណនិងសូមគោរពលារាត្រីសួស្តី